លោក Trump និយាយថាលោកសង្ស័យថាសហរដ្ឋអាមេរិកនឹងធ្វើសង្គ្រាមជាមួយប្រទេសវេណេស៊ុយអេឡាបើតាមការចេញផ្សាយពីសារព័ត៌មាន BBC នៅថ្ងៃទី3វិច្ឆិកាឆ្នាំ2025នេះថាលោក Donald Trump បានបន្ទាបបន្ថយលទ្ធភាពនៃសង្គ្រាមរបស់សហរដ្ឋអាមេរិកជាមួយប្រទេសវេណេស៊ុយអេឡាប៉ុន្តែបានណែនាំថាថ្ងៃរបស់លោក Nicolás Maduro ជាប្រធានាធិបតីរបស់ប្រទេសនេះជិតអស់ហើយនៅពេលសួរថាតើសហរដ្ឋអាមេរិកនឹងធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡាដែរឬទេប្រធានាធិបតីអាមេរិកបានប្រាប់កម្មវិធី60 minutes របស់ CBS ថាខ្ញុំសង្ស័យវាខ្ញុំមិនគិតដូច្នេះទេប៉ុន្តែពួកគេបានប្រព្រឹត្តចំពោះយើងយ៉ាងអាក្រក់ណាស់ការអត្ថាធិប្បាយរបស់លោកបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកបន្តបើកការវាយប្រហារលើទូកដែលត្រូវបានចាប់ប្រកាន់ថារត់ពន្ធគ្រឿងញៀននៅក្នុងតំបន់ការ៉ាប៊ីនរដ្ឋបាលលោក Trump និយាយថាការវាយប្រហារនេះគឺចាំបាច់ដើម្បីទប់ស្កាត់លំហូរគ្រឿងញៀនចូលទៅក្នុងសហរដ្ឋអាមេរិកលោក Trump បានបដិសេធការលើកឡើងថាសកម្មភាពរបស់សហរដ្ឋអាមេរិកមិនមែននិយាយអំពីការបញ្ឈប់គ្រឿងញៀននោះទេប៉ុន្តែមានគោលបំណងបណ្ដេញលោក Maduro ដែលជាគូប្រជែងយូរអង្វែងរបស់លោក Trump ដោយនិយាយថាវានិយាយអំពីគ្រឿងជាច្រើនយ៉ាងហោចណាស់មនុស្ស64នាក់ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ការ៉ាប៊ីននិងប៉ាស៊ីហ្វិកខាងកើតចាប់តាំងពីដើមខែកញ្ញានេះបើយោងតាមការរាយការណ៍របស់ CBS News ដែលគូព័ត៌មានរបស់ BBC របស់សហរដ្ឋអាមេរិកថ្លែងពីគេហដ្ឋាន Mar-a-Lago របស់លោកនៅរដ្ឋ Florida លោក Trump បានមានប្រសាសន៍ថាទូកនីមួយៗដែលអ្នកឃើញដែលត្រូវបានបាញ់ទម្លាក់បានសម្លាប់មនុស្សចំនួន 25,000 នាក់ដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននិងបំផ្លាញគ្រួសារនានាទូទាំងប្រទេសរបស់យើងនៅពេលសួរថាតើសហរដ្ឋអាមេរិកកំពុងរៀបចំផែនការវាយប្រហារណាមួយនៅលើដីគោកឬក៏អត់លោក Trump បានបដិសេធមិនច្រានចោលរឿងនេះទេដោយនិយាយថាខ្ញុំមិនមានទំនោរនិយាយថាខ្ញុំនឹងធ្វើបែបនោះទេខ្ញុំនឹងមិនប្រាប់អ្នកពីអ្វីដែលខ្ញុំនឹងធ្វើជាមួយប្រទេសវេណេស៊ុយអេឡាទេប្រសិនបើខ្ញុំនឹងធ្វើវាឬប្រសិនបើខ្ញុំមិនធ្វើវាលោក Maduro ធ្លាប់បានចោទប្រកាន់ទីក្រុង Washington ថាកំពុងបង្កើតសង្គ្រាមថ្មីមួយខណៈដែលប្រធានាធិបតីកូឡុំប៊ី Gustavo Petro បាននិយាយថាការវាយប្រហារលើទូកកំពុងត្រូវបានប្រើប្រាស់ដោយសហរដ្ឋអាមេរិកដើម្បីគ្របដណ្ដប់អាមេរិកឡាទីនលោក Trump បាននិយាយថារដ្ឋាភិបាលនឹងមិនអនុញ្ញាតឲ្យមនុស្សមកពីជុំវិញពិភពលោកចូលមកទេលោកបាននិយាយថាពួកគេមកពីប្រទេសកុងហ្គោពួកគេមកពីជុំវិញពិភពលោកពួកគេកំពុងមកមិនមែនគ្រាន់តែមកពីអាមេរិកខាងត្បូងនោះទេប៉ុន្តែជាពិសេសប្រទេសវេណេស៊ុយអេឡាគឺអាក្រក់ណាស់ពួកគេមានក្រុមក្មេងទំនើងដោយបានចង្អុលបង្ហាញលោក Trendy Araya លោកបានហៅវាថាក្រុមក្មេងទំនើងដ៏កាចសាហាវបំផុតនៅគ្រប់ទីកន្លែងក្នុងពិភពលោកប្រធានាធិបតី Trump ក៏ត្រូវបានសួរអំពីការសាកល្បងនុយក្លេអ៊ែរផងដែរបន្ទាប់ពីលោកបានអំពាវនាវឲ្យមេដឹកនាំយោធាអាមេរិកបន្តសាកល្បងអាវុធនុយក្លេអ៊ែរដើម្បីតាមទាន់ប្រទេសដទៃទៀតដូចជារុស្ស៊ីនិងចិននៅពេលសួរថាតើលោកមានគម្រោងឲ្យសហរដ្ឋអាមេរិកបំផ្ទុះអាវុធនុយក្លេអ៊ែរសារជាថ្មីទៀតទេដោយអាវុធនេះខានប្រើប្រាស់រយៈពេលជាង30ឆ្នាំហើយនោះលោក Trump បាននិយាយថាខ្ញុំកំពុងនិយាយថាយើងនឹងសាកល្បងអាវុធនុយក្លេអ៊ែរដោយប្រទេសដទៃទៀតដែរបាទលោកបានបន្ថែមថាការធ្វើតេស្តរបស់រុស្ស៊ីនិងការធ្វើតេស្តរបស់ចិនប៉ុន្តែពួកគេមិននិយាយអំពីវាទេរុស្ស៊ីនិងចិនមិនបានធ្វើតេស្តបែបនេះទេចាប់តាំងពីឆ្នាំ1990និង1996មកនោះនៅពេលសួរបន្ថែមលើប្រធានបទនេះលោក Trump បាននិយាយថាពួកគេមិនទៅប្រាប់អ្នកអំពីវាទេលោកបានបន្ថែមថាខ្ញុំមិនចង់ក្លាយជាប្រទេសតែមួយគត់ដែលមិនធ្វើតេស្តទេដោយបន្ថែមកូរ៉េខាងជើងនិងប៉ាគីស្ថានទៅក្នុងបញ្ជីប្រទេសដែលត្រូវបានចាប់ប្រកាន់ថាកំពុងធ្វើតេស្តអាវុធរបស់ពួកគេនៅថ្ងៃអាទិត្យផងដែររដ្ឋមន្ត្រីក្រសួងថាមពលរបស់លោក Trump បានបន្ទាបបន្ថយគំនិតដែលថាសហរដ្ឋអាមេរិកកំពុងមានគម្រោងបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរក្នុងអំឡុងពេលសម្ភាសន៍លោក Trump ក៏បាននិយាយអំពីការបិទរដ្ឋាភិបាលអាមេរិកដែលបានបន្តអស់រយៈពេលជាង1ខែហើយបានធ្វើឲ្យជនជាតិអាមេរិករាប់លានអ្នកប្រឈមមុខនឹងការបាត់បង់សេវាកម្មសំខាន់ៗប្រធានាធិបតីបានស្ដីបន្ទោសពួកប្រជាធិបតេយ្យដោយហៅពួកគេថាមនុស្សឆ្កួតតែបានវង្វេងផ្លូវប៉ុន្តែបាននិយាយថាលោកជឿថានៅទីបំផុតពួកគេនឹងចុះចាញ់ហើយបោះឆ្នោតដើម្បីបញ្ចប់ការបិទទ្វារលោកបានមានប្រសាសន៍ថាហើយប្រសិនបើពួកគេមិនបោះឆ្នោតទេនោះជាបញ្ហារបស់ពួកគេវាជាការសម្ភាសន៍លើកដំបូងរបស់លោក Trump ជាមួយ CBS News
ចាប់តាំងពីលោកបានប្តឹងក្រុមហ៊ុនមេរបស់ខ្លួនគឺ Paramount លើបទសម្ភាសន៍ឆ្នាំ2024ជាមួយអនុប្រធានាធិបតី Kamala Harris នៅពេលនោះលោកបានអះអាងថាបទសម្ភាសន៍នេះដែលបានចាក់ផ្សាយជាផ្នែកមួយនៃយុទ្ធនាការបោះឆ្នោតប្រធានាធិបតីត្រូវបានកែសម្រួលដើម្បីខបង្វែរជញ្ជីងទៅគាំទ្រគណបក្សប្រជាធិបតេយ្យ Paramount បានយល់ព្រមបង់ប្រាក់$15.1 លានឬស្មើនឹង13.5 លានផោនដើម្បីដោះស្រាយបណ្ដឹងប៉ុន្តែជាមួយនឹងប្រាក់ដែលបានបែងចែកទៅបណ្ណាល័យប្រធានាធិបតីនាពេលអនាគតរបស់លោក Trump មិនត្រូវបានបង់ទៅឲ្យលោកដោយផ្ទាល់ឬដោយប្រយោលទេវាបាននិយាយថាការដោះស្រាយមិនបានរួមបញ្ចូលសេចក្តីថ្លែងការណ៍សុំទោសទេលោក Trump បានបង្ហាញខ្លួនចុងក្រោយនៅក្នុងកម្មវិធី60 Minutes ក្នុងឆ្នាំ2020នៅពេលដែលលោកបានដាក់ចេញពីបទសម្ភាសន៍ជាមួយ Leslie Stahl ដោយសារតែលោកអះអាងថាសំណួរទាំងនោះមានភាពលំអៀងគាត់មិនបានយល់ព្រមនឹងបទសម្ភាសន៍ជាមួយកម្មវិធីនេះក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ2024ទេ